សួស្តីពុកម៉ែបងប្អូនជាទីស្រីរាប់អានអរគ្នាថ្ងៃនេះគឺមកស្រែបាទមកស្រែក្បែរភូមិក៏ប្រពន្ធខ្ញុំហ្នឹងដាក់ផ្លោមើលឲ្យមួយបាទដាក់មិនមកជើងហៀងមិនផ្លោមើលនេះបាទមិនមកជើងហៀងក៏អាំងប្រយនេះបាទខ្ញុំមកត្រួសបាទដើមឈើដួលដាក់ខ្ទមមកត្រួសក៏បងនោះគាត់ដាំពូតប្រយបាទ1 ម៉ែត្រ 1 ម៉ែត្រ 1សុខសប្បាយទេបងប្អូនណាគ្នាខានឃើញខ្ញុំយូរវាពីដើមឡើយចំការបោះបាទដល់ពេលខានត្រួសខានត្រៃទៅក៏វាថាចិត្តស្ដុកភាសាយូណូព្រីវាចិត្តស្តាក់ស្ទូណាបាទវាដល់ពេលអញ្ចឹងខ្ញុំក៏ខំត្រួសត្រាយឲ្យស្រឡះបាទឲ្យស្រឡះបងនោះគាត់ដាំណាបំលងពីបំលង3បំលង4បំលងដាំពោតបាទទិញពោតគេដាំនេះបាទបានវាលស្រឡះកុំឲ្យមានមូសបាទកូនខ្ញុំមកក៏វាស្រួលទេប្រហែលថ្ងៃមុនមកវិញអីដើមឈើដួលដាក់ផងអីផងនេះតែមិនកាប់អាដើមឈើមកដើមនៅកណ្ដាលកតោមនេះស្លាញ់ពេកទៅស្លាញ់ទៅយើងប្រក់ទុកដើមឈើកដាលវាស្រក់វាពុកកតោមបាទអញ្ចឹងទៅរកកាប់ចេញបងប្អូនអរគ្នាហើយអត់តែមិនដិតទេបាទដាំពោតអត់ហើយថាប្រឹងធ្វើម៉េចដិតឲ្យបានមួយថ្ងៃពីរថ្ងៃនេះបើមិនចឹងទេពោតដោះដិតងាប់ពោតអស់ខ្ញុំនឹងដាក់តឡងបាទដាក់តឡងជ្វាផងពោតផងនេះអាជ្វាក្រហមអាជ្វាសបាទនេះចិត្តនេះគឺជ្វាបាទនេះពងទៅដោះវាណាការ៉ុតនេះបាទដាក់ទៅបានកាយមើមហូបបានយកលក់ដូរទៅបាទនេះអសបានឆៃថៅទៅដាំចូលដុំនឹងទៅបាទនេះផងអានេះអសតលុងសបាយត្រង់ជាមួយខ្ញុំបាទបងប្អូនអរគ្នានេះវឿនឹងថាវឿឆ្នាំប្រយវាអត់ដែលបានត្រុសហ៊ុនត្រៃទុកចូលក៏បងប្អូនអើយមើលនៅវឿស្ទីស្ទូដល់ថាត្រុសវិញទៅមួយកន្លែងនេះមួយថ្ងៃបន្តិចខ្ញុំត្រុសនឹង10ថ្ងៃជួយ10ថ្ងៃទេបាទអូនេះផ្លែទៅវាមកជូរដើមចំក់ប្រហោងក៏យើងកាប់ចេញដែរបាទវាប្រហោងឲ្យដួលដាក់ខ្ទមទៀតខំទៅស្រែនៅផ្ទះនេះចិត្តអស់លើបានស្រឡះយើងទុកធ្វើគូរបងបាទ
ដើមជាក្រំអត់សូវមានក្លិនទេទូចដែរកាប់ពូនវាបើសិនជាមេឃអត់ភ្លៀងអីរៀងអីស្រួលបួលបាទគឺដិតតែមួយថ្ងៃពីរថ្ងៃហើយអស់ដុបនេះផងនេះបាទមើលដើមថ្នោតអូនោះស្រែបរមរានបោះពីដើមហាបោះកន្លែងចំការដាំនេះអំនោះពីខានកាប់យូរទៅក៏នេះអស់បាទចាស់ជួយមិនអាំងដល់ហើយទៅមើលខ្លុយបាត់ដឹងទីយកគីមកមួយថាទៅចាំផ្ទះរត់តាមពេកយកវាមកមួយប៉ុណ្ណឹងឯងបាទជីវិតអ្នកកតោមស្រែកតោមខ្ញុំរឹងធំបន្តិចនេះមិនខ្លួនឯងបាទមិនស្រែយើងយ៉ាបាយបាទសុខសប្បាយអស់គ្នា